chaច្បាស់បងស្រី អរគុណច្រើនចាបងមានជាសំណួរឬក៏ចង់ចូលរួមយ៉ាងម៉េចចាសូមអញ្ជើញបងខ្ញុំចង់មួយបងស្រីចាសូមអញ្ជើញបងចាចង់សួរថាមិនបានខ្ញុំធ្វើបុណ្យគ្រប់មិនតែវាមានតកម្មទៀតបងស្រីចាកម្មយ៉ាងម៉េចវិញទៅបងតាមមួយថាវាជួបនៅដីមានស្រីអីចឹងទៅវាកឹបកេងវាមិនស្មោះត្រង់អីចឹងណាប៉ុន្តែខំធ្វើបុណ្យចំណាប់ចាខំធ្វើបុណ្យយ៉ាងចំណាប់ចង់សួរចង់សួរគុណម្ចាស់ថាខ្ញុំនេះធ្វើកម្មវិជាតិមុនកម្មច្រើនមែនតើហើយចាបងចាយ៉ាងណាបងចាអរគុណច្រើនណាបងចាហើយមួយទៀតញោមចុងក្រោយនៅខាងសៀមរាបសួរថាធ្វើបុណ្យច្រើនណាមិនក៏នៅតែទទួលបាបកម្មអញ្ចឹងអានឹងញោមឲ្យស្ដាប់ធัวហើយតែញោមនៅលូរឿងហ្នឹងធ្វើបុណ្យយូរឡើងក៏ទៅរកគ្រូស្រោចទឹកទៀតឡាដើម្បីដោះចង្រៃទៀតឡាពាក្យធ្វើបុណ្យហ្នឹងគឺកម្ចាត់អាចិត្តមួមងហ្នឹងណាញោមអាត្មាបញ្យល់បន្តិចចុះថាអ្នកដើរតាមព្រះសម្មាសម្ពុទ្ធដែលថាធ្វើបុណ្យហ្នឹងអត់ដែលទៅហាមវាមិនឲ្យកើតឡើងទេអ្នកចង់រួចផុតទុក្ខពិតប្រាកដរកផ្លូវកាត់អ្នកចង់យូរដើរផ្លូវវាងរកផ្លូវស្អាតប៉ុន្តែផ្លូវវាងប៉ុន្តែផ្លូវកាត់នោះវាកាត់បន្លាវាកាត់ភុកវាកាត់អីអ្នកចង់រួចផុតទុក្ខមែនទេរកផ្លូវកាត់ហ្នឹងអញ្ចឹងទុកប្រមាណឲ្យវាមកឲ្យវាមានឲ្យគ្រប់អស់ទៅកុំឲ្យវាមានច្រើនជាតិពេកនិយាយមែនទេណាមិននិយាយបិឈឺអីទេគឺការពិតដំណើរក្នុងសង្សារវដ្តនេះគឺអញ្ចឹងការសិក្សាពធការស្ដាប់ធម៌ការសន្សំសេចក្តីល្អការចម្រើនបុណ្យកុសលក្នុងចិត្តនេះណាដូចយើងសាងអគារអញ្ចឹងសាងផ្ទះអញ្ចឹងភ្លៀងទៅក្តៅទៅព្រោះក្តៅនឹងវាធម្មតាជួនកាលយើងចេះត្អូញត្អែវប្តីខ្ញុំវាមិនដូចប្តីគេប្តីគេនឹងយ៉ាប់ជាងប្តីយើងទៀតណាជួនកាលប៉ុន្តែយើងមិនដឹងប្តីខ្លះរហូតដល់ស្លាប់ប្រពន្ធអីនោះក៏មានដែរប៉ុន្តែគ្រាន់ចេះគ្រាន់ថាក្នុងโลกនេះអត់មានវិធីបញ្ជាសេចក្តីអន្តរាយឬក៏អាការកប់ទាស់នឹងបានទេប៉ុន្តែមានវិធីព្យាបាលចិត្តណាដូចគាថាមួយដែលព្រះសម្មាសម្ពុទ្ធសម្ដែងប្ររពចំពោះនន្តថេអញ្ចឹងថាយថាអគារੰទុច្ឆន្នੰវុទ្ធិសមតិវិជ្ជតិផ្ទះដែលបុគ្គលប្រក់មិនចិត្តភ្លៀងរមែងលិចស្រោចស្រពក្នុងលោកនេះនរណាដែលថាមិនភ្លៀងមកសម្ដៅក្តៅមិនសម្ដៅមកសម្ដៅប៉ុន្តែរឿងសំខាន់យើងអត់មានមន្តអាគមអីទៅហាមភ្លៀងអត់មានមន្តអាគមអីទៅហាមថ្ងៃអត់មានមន្តអាគមអីទៅហាមខ្យល់ទេប៉ុន្តែវិធីសាស្ត្រដ៏ល្អបំផុតហ្នឹងគឺព្រះអង្គបង្រៀនវិធីកសាងជំរកផ្លូវចិត្តរបស់យើងអ្នកដែលបានសម្រេចគុណធម៌ហ្នឹងថាតែដល់ត្រើយគឺព្រះនិព្វានហ្នឹងអត់មានទៅនៅពិភពណាទេគឺនៅមនុស្សហ្នឹងណាគេនៅជេរធម្មតាគេនៅធ្វើបាបធម្មតាប៉ិនពលត្រូវអាចិត្តលោកឲ្យកើតទុកទៀតវាអត់កើតពីព្រោះវាប្រក់ចិត្តដូចនន្តចឹងថាពីមុនដែលចិត្តញ៉ៃញ៉ៃចង់សឹកចង់អីណាណីហ្នឹងមកអំពីដូចផ្ទះដែលប្រក់មិនតាន់ចិត្តអញ្ចឹងដល់ផ្ទះប្រក់ចិត្តហើយវាមានបញ្ហាអីដេកស្រួលបាត់ហើយដូចញោមចិត្តជួបបញ្ហាអញ្ចឹងហើយចិត្តតូចចិត្តខ្លួនឯងអញ្ចឹងណាមកអំពីទៅធ្វើបុណ្យហ្នឹងញោមអត់ទៅស្វែងយល់អំពីជីវិតទេអាត្មាថាអញ្ចឹងចោះរាល់ការធ្វើបុណ្យរបស់ញោមហ្នឹងគឺទៅដល់អុជធូបហើយបន់ស្រន់សុំសេចក្តីសុខសុំឲ្យខ្ញុំបានអញ្ចេះសុំឲ្យលោកប្តីកុំចោះសុំកុំឲ្យអញ្ចេះស្មើគ្នានឹងយើងថាសុំកុំឲ្យភ្លៀងសុំកុំឲ្យក្តៅសុំកុំឲ្យខ្យល់ប៉ុន្តែផ្ទះអត់ធ្វើនៅសោះអានេះមិនមែនសម្រាប់ញោមអ្នកសាកសួរមួយទេកើតបញ្ហាកុំបាច់ផ្ទាល់មកអាត្មាវិញហ្នឹងលោកឯងនៅអញ្ចឹងតែមានប្រពន្ធទៅហ្នឹងកើតទុកដូចគ្នាថាអាវាចឹងហើយវាដូចគ្នាអញ្ចឹងណាប៉ុន្តែយើងសិក្សាដើម្បីទទួលស្គាល់ការពិតនឹងវាអញ្ចឹងអ្នកគ្រាន់តែយើងព្រមទទួលស្គាល់ការពិតមួយណាយើងអាចឈរឲ្យសម្លឹងមើលថាតើទិសណាដែលយើងត្រូវដើរតែពេលគណៈពេលដែលយើងអត់ព្រមហ្នឹងវាបន្ថែមសេចក្តីទុក្ខមួយទៀតបាទណាអញ្ចឹងអាការព្រមហ្នឹងមិនមែនជាមនុស្សអត់អញ្ចឹងមកគេថាអញ្ចឹងយល់ពីកម្មផលហ្នឹងយើងឈប់គិតអីទៅអាណាធ្វើអីធ្វើទៅថាមិនមែនទេនៅពេលដែលយើងដោះពីភាពកន្ទុកកន្ទិញការកើតទុកហ្នឹងយើងឲ្យតួបញ្ញាហ្នឹងដើរតួជំនួសយើងវិញតែយើងត្រូវនិយាយម៉េចយើងត្រូវដោះស្រាយយ៉ាងម៉េចដោយមិនមានសេចក្តីខឹងក្រោធណា
មុននឹងចង់កែគាត់ហ្នឹងចង់កែប្តីចង់កែកូននេះហ្នឹងកែខ្លួនឯងសិនអញ្ចឹងចង់កែខ្លួនឯងសិនជួនកាលគាត់ចេះតែមាននេះនោះជួនកាលវាអាចជាបញ្ហានៅក្នុងក្រុមគ្រួសារហ្នឹងរឿងអីមួយក៏មានដែរអញ្ចឹងវាមិនមែនទាំងអស់ទេប៉ុន្តែវាអាចប៉ុន្តែគាត់ថាចិត្តលោភៈរបស់ប្តីរបស់អីហ្នឹងជួនកាលប្រពន្ធល្អមិនក៏វានៅតែលោភលន់អាខាងក្រៅយើងជាធម្មតាអញ្ចឹងហ៊ានដាក់ខ្លួនយកប្តីប្រពន្ធហ្នឹងត្រូវទទួលភារៈអារឿងហ្នឹងទទួលរឿងហ្នឹងអញ្ចឹងបានជារៀបការអាត្មាជាតែស្ដីនិយាយពីក្រុងបាលីនោះមិនដឹងថាប្រមាណម៉ោងបើទុកអាពេលក្រុងបាលីហ្នឹងឲ្យលោកឲ្យអាវ៉ាតឲ្យលោកសំដែងធម៌ឲ្យស្ដាប់ពីរឿងជីវិតហ្នឹងល្អមែនតើក្រុងបាលី 2-3 ម៉ោងថ្ងៃមុនអាត្មាទៅអត់បានទេសនាទៅតាំងពីម៉ោង 2 កន្លះគេជាប់ក្រុងបាលីអាត្មាត្រូវសំដែងម៉ោង 3ដល់ម៉ោងហើយទេសួរមិនហើយក្រុងបាលីមិនតាន់ចប់ទេម៉ោងថាសុំកន្លះម៉ោងទៀតអាត្មាចាំទៀតសុំ5-10 នាទីទៀតចាំទៀតសុំ5-10 នាទីទៀតចាំទៀតរហូតដល់ម៉ោង 4 ម៉ោង 4អាត្មាទៅដល់ផ្ទះទៀតទៅដល់ផ្ទះទៀតនៅតែមិនចប់អាត្មាច្រើនពរមកវិញមកក្រុងបាលីសុំទឹកសុំដីសុំសេរីសួស្ដីបើធ្វើក្រុងបាលីជាតែបានទឹកដីអាត្មាដើរធ្វើក្រុងបាលីឲ្យបាច់ពិបាករត់ចោលស្រុកចោលទេសទៅធ្វើការងារស្រុកគេទៀតសុំដីឲ្យបានច្រើនប៉ុន្តែអញ្ចឹងឯងកាលណាយើងធ្វើបុណ្យអញ្ចឹងបើញោមមិនលើកពាក្យថាធ្វើបុណ្យច្រើនតែមិននិយាយរឿងហ្នឹងឯងការធ្វើបុណ្យច្រើនរបស់ញោមគឺធ្វើដោយអត់យល់ពាក្យថាធ្វើបុណ្យគឺជំរះអាចិត្តខ្វល់ខ្វាយហើយកាលណាចិត្តនឹងវាស្អាតវាថ្លាដូចទឹកអញ្ចឹងណាកាលណាថ្លាទៅវាមើលដល់ឃើញបាតដីប៉ុន្តែអ្នកសិក្សាកម្មផលនឹងមិនយល់ថាអ្នកដែលរៀនកម្មផលណាធ្វើអីធ្វើទៅមិនមែនទេមិនអញ្ចឹងឯងមើលរបៀបបរិស័ទជាតិខ្លះគ្រាន់តែវាមិនប្រើអកុសលនឹងទៅប្រើមិនយកភាពអាក្រក់នឹងទៅប្រើប៉ុន្តែយកតួបញ្ញាយកទៅប្រើយកទៅដោះស្រាយយកទៅនិយាយគ្នាមិននិយាយគ្នាបានប្តីប្រពន្ធអីក៏ដោយប៉ុន្តែជួនកាលយើងចូលចិត្តប្រើតែកងក់កងៅកងប់កងក់ដាក់គ្នានឹងដល់អញ្ចឹងវាមានអីទៅដោះស្រាយគ្នាកើតវាយើងធ្វើម៉េចអូមានពេលនិយាយគ្នាពេលស្ងប់ស្ងាត់នឹងនិយាយគ្នាឲ្យច្បាស់មកវាមិនមានរឿងអីថានិយាយគ្នាមិនកើតអញ្ចឹងឲ្យស្ដាប់ធម៌ហ្នឹងធ្វើបុណ្យហ្នឹងគឺដើម្បីបង្កើនបញ្ញាហ្នឹងឯងពាក្យថាធ្វើបុណ្យដើម្បីឲ្យរួចផុតទុក្ខវាទល់តែបញ្ញាហ្នឹងវាកើតដោះស្រាយរួចតាំងពីអារឿងអញ្ចឹងទៅបើថារឿងប៉ុណ្ណឹងដោះស្រាយមួយទេទៅរហូតទៅពៀនណាឃើញអញ្ចឹងអាត្មាមិនមែននិយាយចំពោះតែញោមម្នាក់ទេថាអាត្មាក៏គ្មានធម៌អីថាឲ្យប្តីនឹងល្អវិញដែរឬក៏ជីវិតនឹងឈប់ជួបបញ្ហាដែរអត់ទេពុទ្ធបង្រៀនមនុស្សដូចអាត្មាលើកឧទាហរណ៍ថាមានវីរៈបរិស2នាក់យើងសម័យទៅសម័យកាលដែលមនុស្សអត់តាន់ចេះធ្វើផ្ទះនៅមានវីរៈបរិសម្នាក់នឹងចេះមុនអាគមឲ្យតមេខ្មៅរកភ្លៀងសូត្រឆ្វាច់រាំងភ្លៀងបាត់បើថាក្តៅខ្លាំងសូត្រឆ្វាច់តិចលហឹបម៉ងព្យុះភ្លៀងម៉ងព្យុះមកសូត្រឆ្វាច់ទៅខ្យល់អត់មកប៉ះប្រជាជនទេប៉ិនវីរៈបរិសម្នាក់ទៀតអត់មានមុនអាគមអីទៅបាំងថ្ងៃអត់មានមុនអាគមទៅបាំងភ្លៀងអត់មានមុនអាគមទៅបាំងខ្យល់ទេប៉ុន្តែចេះវិធីសាស្ត្រដើរពង្រៀនឲ្យមនុស្សចេះធ្វើផ្ទះនៅសួរថាតើបុគ្គលទាំងពីរនាក់ហ្នឹងយើងត្រូវមួយណាត្រូវការមួយណាជាងមួយណាដែលផ្ដល់ប្រយោជន៍ជាងអង្វែងជាងអ្នកដែលសូត្រមុនអាគមឲ្យរាំងភ្លៀងតែគាត់ងាប់វាលែងប្រកែសូត្រហើយប៉ុន្តែបើអ្នកពង្រៀនឲ្យមនុស្សចេះធ្វើផ្ទះនៅអាហ្នឹងគាត់ងាប់ទៅវិធីធ្វើផ្ទះហ្នឹងមិននៅដូចពពុទ្ធជាងបរិណិព្វានបាត់វិធីសាស្ត្រនៅដដែលអ្នកណាដើរតាមព្រះអង្គបានសុខជាមួយនឹងបញ្ហាហ្នឹងអីដល់បេះដូងយល់ធម៌មែនទេដូចនាងឧត្តរាចឹងវាមានទៅចង្រៃអីប្តីមានអីទៀតផងវាពិបាកមែនទេណាប្តីស្រឡាញ់ពេកហ្នឹងនាងពិបាកហ្មងពិបាកឥឡូវនៅបម្រើប្តីមិនអោយទៅណាពិបាកចិត្តទៅណាមិនកើតតថ្ងៃមួយទៅវិជ្រះថ្លាចង់ធ្វើបុណ្យកុសលចង់បម្រើព្រះសម្មាសម្ពុទ្ធចង់បម្រើព្រះសង្ឃជួលនាងសិរិមាស្អីនោះដូចនាងសិរិមាឬនាងស្អីសិរិមាហ្នឹងហើយទៅជួលនាងសិរិមាមកធ្វើប្រពន្ធជំនួសកន្លះខែណាខ្ញុំទៅធ្វើបុណ្យម្ដងឃើញនេះយល់ពិតប្រកបមានទៅហួងឯងអីពេកហ្នឹងហើយយើងទៅធ្វើបុណ្យដូចមកថាអញ្ចឹងមកពីយើងទៅធ្វើបុណ្យចាប់ផ្ដើមអុជធូបសុំនេះសុំនោះសុំនេះសុំនោះហើយវាចេះបានណាអាហ្នឹងសុំមកកន្លែងអត់បានណាព្រះពុទ្ធបង្រៀនឲ្យយើងធ្វើខ្លួនឯងឲ្យខ្លាំងអញ្ចឹងព្រះពុទ្ធបរៀនឲ្យមានអត្តាហេអត្តនោនិថោមានន័យថាបង្រៀនឲ្យមនុស្សធ្វើខ្លួនឯងឲ្យខ្លាំងដូចដើម្បីឈ្នះសត្រូវរបស់យើងអញ្ចឹង
មិនដុតបនធ្វើអានឹងជុកពោះបនអាមិនអានឹងទួនដៃមិនគឺត្រូវហាត់ខ្លួនឯងឲ្យខ្លាំងបានឈ្នះវាកើតពុទ្ធវរិយនឹងរបៀបអញ្ចឹងអត់មានទៅសុំទេ